សូមជម្រាបសួរបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដែលចង់ចាប់ផ្ដើមចិញ្ចឹមត្រីក្រាញ់នៅថ្ងៃនេះដែរខ្ញុំមានប្រធានបទមួយពាក់ព័ន្ធជាមួយទៅនឹងបញ្ហាមួយដែលតែងតែកើតមានឡើងចំពោះអ្នកចិញ្ចឹមត្រីក្រាញ់មុននឹងចូលមកដល់ប្រធានបទរបស់យើងខ្ញុំចង់ប្រាប់បងប្អូនពីវីដេអូដែលខ្ញុំដាក់ជូនបងប្អូននេះគឺជាសកម្មភាពនៃការលាងអាងតង់របស់ខ្ញុំចំពោះការចិញ្ចឹមត្រីក្រាញ់របស់យើងដែលវីដេអូដែលខ្ញុំបានថតនេះគឺម៉ោងខ្ទង់7:06ហើយក៏សូមអភ័យទោសទៅដល់បងប្អូនដែរពីព្រោះតែវីដេអូនេះគឺយើងមើលទៅវាអត់សូវច្បាស់ភ្លឺទេហើយខ្ញុំអត់បានសេរីពលឺអីថែមទេដាក់រូបភាពវីដេអូ original បានន័យថាដើមតែម្ដងហើយនៅក្នុងនេះដែរខ្ញុំចង់បង្ហាញបងប្អូនថាបងប្អូនមើលវីដេអូទាំងអស់នេះហើយថាតើមានអ្វីកើតឡើងចំពោះការចិញ្ចឹមត្រីក្រាញ់របស់យើងពាក់ព័ន្ធជាមួយនឹងប្រធានបទដែលខ្ញុំចង់លើកឡើងនេះនឹងជាការពិតណាស់បងប្អូនទាំងអស់គ្នាមិនថាខ្ញុំមិនថាបងប្អូនផ្សេងទៀតដែលចិញ្ចឹមត្រីក្រាញ់គឺប្រកាសទៅជួបនឹងបញ្ហាមួយដែលធ្វើឲ្យយើងមានការឈឺក្បាលដែរពាក់ព័ន្ធជាមួយនឹងការចិញ្ចឹមត្រីក្រាញ់របស់យើងនេះគឺការចិញ្ចឹមត្រីក្រាញ់វាមានបញ្ហាទឹកឆាប់ស្អុយបើប្រៀបធៀបជាមួយនឹងការចិញ្ចឹមត្រីអណ្ដែងឃើញថាការចិញ្ចឹមត្រីក្រាញ់ទឹកឆាប់ស្អុយជាងបងប្អូនបើសម្រាប់បទពិសោធន៍របស់ខ្ញុំការកត់សម្គាល់របស់ខ្ញុំរាប់ថ្ងៃលេងណាបងប្អូនទាំងអស់គ្នាយើងរាប់មើលទៅដើម្បីតាមដានសុខភាពត្រីរបស់យើងដែរជាទូទៅបន្ទាប់ពីយើងផ្លាស់ប្ដូរទឹកលើកបានន័យថាឧទាហរណ៍ថាខ្ញុំផ្លាស់ប្ដូរថ្ងៃអាទិត្យអញ្ចឹងការកត់សម្គាល់របស់ខ្ញុំអាចថ្ងៃអង្គារឬក៏ថ្ងៃពុធគឺសភាពទឹកនៅក្នុងអាងតង់របស់យើងវាចាប់ផ្ដើមប្រែប្រួលអាចមានស្លែតិចហើយមានកកច្រើនហើយនឹងមានក្លិនបែរថាចាប់ផ្ដើមស្អុយអញ្ចឹងក្នុងរយៈពេលអត់យូរទេបងប្អូនអាចថា3ថ្ងៃបន្ទាប់ពីថ្ងៃដែលយើងបានលាងសម្អាតហើយគឺវានឹងមានក្លិននៅក្នុងកម្រិតនេះដែរបងប្អូនកុំតាន់អាលភ័យគឺយើងអាចទុកទៅដល់មួយអាទិត្យហ្នឹងហើយជាការពិសោធន៍របស់ខ្ញុំគឺយើងអាចទុកពីមួយសប្តាហ៍ឬក៏លើសតិចតួចប៉ុន្តែកុំឲ្យលើសយូរពេកព្រោះនៅក្នុងអំឡុងពេលមួយអាទិត្យពីថ្ងៃដែលយើងបានផ្លាស់ប្ដូរទឹកនេះគឺទឹកវាមានសភាពស្អុយខ្លាំងអានេះគឺជាបញ្ហាធំចំពោះការចិញ្ចឹមត្រីក្រាញ់ដោយដែលខ្ញុំបានប្រាប់បងប្អូនថាការចិញ្ចឹមត្រីក្រាញ់នេះបើតាមបទពិសោធន៍ខ្ញុំថាស្រួលជាងការចិញ្ចឹមត្រីអណ្ដែងឆ្ងាយប៉ុន្តែបញ្ហានេះហើយគឺជាបញ្ហាធំពីពេលណាដែលទឹកវាមានសភាពស្អុយខ្លាំងបើក្នុងករណីដែលក្នុងមួយសប្តាហ៍ឬក៏8ថ្ងៃយើងអត់មានការផ្លាស់ប្ដូរទេយើងទុកឲ្យមានសភាពស្អុយជាងនេះបញ្ហាសំខាន់បំផុតហ្នឹងហើយរឿងដែលកើតឡើងនោះគឺត្រីរបស់យើងអាចងាប់ជាបន្តបន្ទាប់អ្វីដែលខ្ញុំពិសោធន៍កន្លងមកពីពេលដែលខ្ញុំចាប់ផ្ដើមចិញ្ចឹមដំបូងគឺខ្ញុំបានន័យថាអត់ទាន់មានពេលនៅក្នុងការផ្លាស់ប្ដូរណាបងប្អូនទាំងអស់គ្នាយើងទុកចឹងទៅរយៈពេលជាងមួយអាទិត្យបានន័យថាអាចចូលខ្ទង់10ថ្ងៃ11ថ្ងៃគឺត្រីរបស់ខ្ញុំមានសភាពងាប់ហ្នឹងហើយងាប់មួយអញ្ចឹងណាអានេះគឺជាការកត់សម្គាល់របស់ខ្ញុំឃើញថានៅពេលដែលទឹកវាស្អុយខ្លាំងនៅក្នុងអាងតង់គឺប្រកាសណាស់ថាវាធ្វើឲ្យត្រីរបស់យើងងាប់អញ្ចឹងជាដំណោះស្រាយសម្រាប់បងប្អូនទាំងអស់គ្នាអ្វីដែលជាការចែកម្លែករបស់ខ្ញុំនេះគឺសុំមួយសប្តាហ៍បាទមួយអាទិត្យហ្នឹងគឺយើងធ្វើការលាងសម្អាតនៅអាងតង់របស់យើងឲ្យបានស្អាតហើយចាំយើងបូមទឹកចូលគឺយើងធ្វើដូចនេះរហូតទៅដល់ត្រីរបស់យើងប្រមូលផលពី3ខែកន្លះទៅ4ខែនឹងឯងបើសិនជាបងប្អូនចង់ឲ្យត្រីរបស់យើងរៀងធំជាងហ្នឹងក្នុងអំឡុងពេល3ខែកន្លះ4ខែត្រីរបស់យើងអាចប្រកាសណាស់ថាវាខ្ទង់3ខាំទៅ4ខាំតែបើយើងចង់បានត្រីមួយរហូតដល់កន្លះគីឡូគឺយើងទុកអាចថា5ទៅ6ខែហ្នឹងគឺអាចសមរម្យឲ្យវាសម្បូរត្រីធំយើងអាចប្រមូលផលបានល្អអញ្ចឹងជាសរុបសេចក្តីមកវិញខ្ញុំចង់បង្ហាញបងប្អូនថាបញ្ហាដែលកើតមានឡើងចំពោះយើងជាអ្នកចិញ្ចឹមត្រីក្រាញ់នោះគឺទឹកអាងតង់របស់យើងវាមានសភាពឆាប់ស្អុយដែលជាការកត់សម្គាល់មួយវាអាចធ្វើឲ្យបញ្ហានោះគឺមានត្រីងាប់នៅពេលដែលយើងមិនមានការផ្លាស់ប្ដូរក្នុងរយៈពេលមួយសប្តាហ៍ម្ដងអញ្ចឹងជាដំណោះស្រាយគឺយើងរៀងរាល់មួយសប្តាហ៍ម្ដងគឺយើងត្រូវតែមានការផ្លាស់ប្ដូរទឹកដាក់បញ្ចូលទឹកថ្មីទឹកចាស់របស់យើងគឺយើងបង្ហូរចេញហ្នឹងហើយបងប្អូន
ចំពោះប្រធានបទរបស់យើងគឺខ្ញុំចង់ចែកម្លែកជូនបងប្អូនរបស់យើងតែប៉ុណ្ណេះសង្ឃឹមថាបងប្អូនអាចយកទៅធ្វើជាការពិសោធន៍និងដើម្បីជាបទពិសោធន៍របស់បងប្អូនទាំងអស់គ្នាដែរហ្នឹងហើយសូមអរគុណចំពោះការតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់សង្ឃឹមថាបងប្អូនពេញចិត្តអាចជួយចុច Subscribe ម្នាក់មួយមកបើសិនជាបងប្អូនគិតថាវាមិនសំខាន់ចំពោះបងប្អូនទេក៏មិនមានអីដែរហ្នឹងហើយសូមអរគុណបងប្អូនទាំងអស់គ្នាជូនពរសុខភាពល្អ